ប្រធានាធិបតីកូរ៉េខាងត្បូងលោកលី Jae Myung កាលពីថ្ងៃសៅរ៍បានស្នើចង់ឲ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើងដើម្បីបិទបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េលោកលីបានស្នើបែបនេះនៅក្នុងសន្ទរកថារបស់លោកអំឡុងពិធីរំលឹកខួបនៃការរំដោះឧបទ្វីបកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនកាលពីឆ្នាំ1910ដល់ឆ្នាំ1945ហើយសំណើនេះក៏កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីព្រមទាំងអះអាងពីឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរដែលមិនអាចបកត្រឡប់ក្រោយវិញបានដាច់ខាតបើតាម AFP លោកប្រធានាធិបតីលីបាននិយាយថាចូលយើងបោះបង់ចោលចេតនាគំរាមកំហែងគ្នាទៅវិញទៅមកហើយចាប់ផ្ដើមការពិភាក្សាដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយនេះក្នុងនាមជាភាគីពាក់ព័ន្ធដោយផ្ទាល់មេដឹកនាំកូរ៉េខាងត្បូងដែលមានវ័យ62ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថាតាមរយៈនេះក៏អាចមានការពិភាក្សាផងដែរអំពីវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងចាប់តាំងពីឡើងកាន់អំណាចកាលពីខែមិថុនាឆ្នាំ2025លោកប្រធានាធិបតីលីត្រូវបានមើលឃើញថាជាប្រធានាធិបតីប្រកាន់ជំហរទន់ភ្លន់ចំពោះកូរ៉េខាងជើងដែលលោកបានផ្ដល់សំណើបើកកិច្ចចរចាដោយគ្មានលក្ខខណ្ឌដល់ទីក្រុងព្យុងយ៉ាងដែលជាប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរបើតាមបច្ចេកទេសប្រទេសកូរ៉េទាំងពីរសប្តាហ៍ថ្ងៃគឺនៅតែស្ថិតនៅក្នុងស្ថានភាពមានសង្គ្រាមនឹងគ្នាដោយសារតែចំនួនកាលពីឆ្នាំ1950ដល់ឆ្នាំ1953ដែលបង្កឡើងដោយការវាយប្រហាររបស់កូរ៉េខាងជើងបានបញ្ចប់ទៅតែតាមរយៈត្រឹមតែបទជប់បាញ់ប៉ុណ្ណោះមិនមែនសន្ធិសញ្ញាសន្តិភាពផ្លូវការនោះទេ